bà chỉ biết su bông bồn bà ngày nay cái nhung nâng tôi ca thọt bà hán bà chỉ mùi nâng bi bà đi xe lại ăn sवेन bà đã chỉ bảo vệ là nâng cái sinh lý sốt bà SUVហើយបច្ចុប្បន្ននេះយើងនឹងមានវត្តមានស្តុកនៅទីផ្សារប្រទេសកម្ពុជាយើងឆាប់បាទបច្ចុប្បន្នគឺយើងមានឡានសម្រាប់ដាក់តាំងបង្ហាញបាទនៅគ្រប់សាខាតែម្ដងអញ្ចឹងសម្រាប់បងចាប់អារម្មណ៍អាចអញ្ជើញមកមើលឡានផ្ទាល់នៅទីតាំង showroom បានណាបាទអញ្ចឹងនេះគឺជារូបរាងផ្នែកខាងមុខជាមួយនឹងការ design គឺនៅតែកាចมันខុសពី Lion 7អត់ជាស្អីมันខុសពី Lion 6ទេប៉ុន្តែគាត់ថា Lion 7នេះគឺជាប្រភេទឡានអគ្គិសនីសុទ្ធបាទហើយយើងមាន2 option ជាមួយនឹង option ធម្មតានិង option premium បងប្អូនអរគ្នាសំខាន់បាទជាមួយនឹងគុជបាទមកជាមួយនឹង LED ភ្លោះតែម្ដងបាទស្អាតភ្នែកកាចមុខខ្ជូតជាអូខេឥឡូវនេះគឺខ្ញុំចូលទៅបង្ហាញជាមួយនឹងផ្នែកខាងក្នុងបាទខាងមុខនេះគឺយើងភ្ជាប់ជាមួយនឹង sensor បាទយើងមាន sensor ខាងមុខខាងក្រោយហើយចំពោះយ៉ានបាទជាប្រភេទយ៉ាននេះAir 19បាទស្អាតមែនតើ C ជាមួយឡានយ៉ានដូចជាមួយនឹង Lion 6ចឹងបងប្អូនអរគ្នាបាទការរូបរាងជាមួយនឹងដៃទ្វារលឹបស្អាតមែនតើបាទកាមេរ៉ា360 540មើលបាទឡានបានបាទប្រើជាមួយនឹងកាត NFC តោះបងប្អូនអរគ្នាមើលផ្នែកខាងក្នុងចង់ដឹងថាផ្នែកខាងក្នុងផ្លែកអីខ្លះបាទតោះនេះខ្ញុំបង្ហាញជាមួយនឹងរូបរាងផ្នែកខាងក្រៅសិនហើយខ្ញុំនឹងធ្វើវីដេអូបន្ថែមទាក់ទងនឹងផ្នែកខាងក្នុងបាទមានអីផ្លែកខាងក្រៅនេះគឺបាទប្រភេទ stop នេះស្តៀងជាមួយនឹងបើគេហៅថាដំណក់ទឹកភ្លៀងស្តៀង seal file ស្អាតណាប្រភេទបាទការ design stop បែបហ្នឹងហើយ stop ពីឆ្វេងទៅដល់ស្ដាំនេះគឺឡាយមានភ្លើងឡាយបាទពីភ្លើងពីឆ្វេងដល់ស្ដាំឡាយស្អាតមែនតើពេលដែលយើងជិះយប់ឡើងបាទអញ្ចឹងខាងក្រោយយើងមាន sensor មុខក្រោយខាងក្រោយ sensor 4គ្រាប់បាទជាមួយនឹងពាក្យ EV បាទពាក្យ EV បាទអក្សរ logo BYD ហើយនេះ Lion 6អូ shoot មែនតើឥឡូវខ្ញុំបង្ហាញបងប្អូនមើលចេះបាទការ design នេះគឺលក្ខណៈថាបែប sport ណាចឹងរូបរាងមើលទៅវាលក្ខណៈវាទៀបហឹបណែនស្អាតមែនតើចឹងកន្លែងនេះបាទគឺសម្រាប់ឆ្នាំងសាកយើងមានជា2ប្រភេទ DC និង AC បាទសាកធម្មតារួមជាមួយនឹង fast charge បាទខាងនេះ fast charge ចឹងបងប្អូនអាចសាក fast charge ក៏បានសាកឆ្នាំងធម្មតានេះក៏បានបាទពេលយើងបិទគម្របមកអូស្អាតមែនតើអូខេអញ្ចឹងសម្រាប់រូបរាងផ្នែកខាងក្រៅបាទបងប្អូនអាចមើលមកជុំបានបាទមានជាមួយនឹងបន្លែ sport ដូចគ្នាបងប្អូនបាទនេះគឺបន្លែ sport បាទទីទៅ option ទំនើបបាទចាប់កន្លងផ្លូវ auto adaptive cruise control ក្អីក្តៅជាគឺមាននៅជាមួយនឹង Lion 7នេះខ្ញុំនឹងធ្វើវីដេអូបង្ហាញជាមួយនឹងផ្នែកខាងក្នុងបាទ option ខាងក្នុងមាននេះខ្លះជួបគ្នាវីដេអូក្រោយបាយបាយ